ជាមួយការជំនាញហ្នឹងហើយសួរហើយសួរហើយអ្នកនេះត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីមួយទៀតហើយយើងបានធ្លាប់និយាយគ្នាក្នុងវីដេអូមុនយើងនឹងមកណែនាំអំពីការដែលយើងភ្ជាប់កាងខាងជើងនេះទៅនឹងម៉ូតូប្រភេទ Cupra ឆ្នាំ12ហ្នឹងចំពោះកាងនេះពេលយើងប្រើជាមួយនឹងម៉ូតូមុនដែលវាមានកន្លែងសម្រាប់ចាប់ខ្សែខាងនេះនៅគិនមួយហើយអញ្ចឹងវាត្រូវគ្នាវាស៊ីគ្នាកាងនេះសម្រាប់គប់ក្រោះឆ្នាំ18ឡើងក៏ក្រោម18ឬអត់វាមានខ្សែខាងនេះ CT ក៏ដាក់ត្រូវដែរដាក់បានវិជាហើយមកឆ្នាំ12នេះវាធ្វើប្លែកដោយសារថាកតុយខាងក្រោយវាមានខ្សែសម្រាប់ចាប់ខាងនេះអញ្ចឹងត្រូវការឲ្យយើងរៀងឆ្នៃវាបន្តិចដោយសារយើងសល់កាងពីម៉ូតូមុនផងហើយចង់ដឹងថាយើងឆ្នៃបែបណាមើលបងប្អូននេះចំពោះថាកាងនេះយើងដូចដើមយើងចាប់ខ្សែខាងមុខបូមសងខាងអញ្ចឹងចាប់ខ្សែធម្មតាទៅតែយើងក៏លេងមកមើលក្រោមនេះមើលចេះ focus គឺវីដេអូដៃខាងក្នុងហ៎នេះមើលចេះដឹងបដូរខ្សែវីយើងប្រើនោះយើងប្រើវីវែងមួយមកវែងដែលកណត់ប្រវែងជាមួយនឹងប្រវែងកម្រិតខាងខ្សែស្ពក់ខាងក្រោយទៅខាងក្រោយហ្នឹងធំវាប្រហែលលេខ12ហើយយើងប្រើជាមួយនឹងខ្សែ3គ្រាប់តែមួយចាប់នៅខាងចុងកន្លែងតែអាគារនេះហើយមួយទៀតចាប់នៅចុងខាងនោះហើយមួយទៀតចាប់នៅចុងខាងមួយទៀតដើម្បីកុំឲ្យខ្សែនោះរត់ហើយរត់វាតឹងទៅហើយយើងប្រហើបកាងនេះខ្ពស់ឡើងលើហើយយើងដាក់វាបន្ទប់ហើយយកអីមកជួយទ្រការពារកុំឲ្យប៉ះជាមួយនឹងអានេះស៊ីអានេះខ្លាំងពេកហើយចកត់កាងទៅយកកាងទប់ឲ្យវាមានលំនឹងភាពលំនឹងផនហ្នឹងវាតកតលើកាងនេះផងតកតលើនេះផងអញ្ចឹងឃើញថាយើងចាប់បែបហ្នឹងយើងកុំភ័យថាវាអង្គើនេះបាទអត់អង្គើទេជាប់នឹងល្អណាស់ព្រោះយើងប្រើបដូរខ្ចៅវែងធំមួយសកចូលមូខ្ចៅប្រកាត់មុខគ្នាទៅឃើញទេណូអែមបើមានសល់កាងប្រភេទហ្នឹងហើយមានម៉ូតូប្រភេទហ្នឹងដាក់ចង់ដាក់ឆ្នៃតាមហ្នឹងដូចខ្ញុំទៅអាចនឹងមានដោះស្រាយផ្សេងល្អជាងហ្នឹងក៏បានតែដោះស្រាយខ្ញុំគឺបែបហ្នឹងធម្មតាបើសិនជាម៉ូតូហ្នឹងអញ្ចឹងវាមានកាងចេះគេចាប់ខ្សែតែឡៃហ្នឹងទៅវារុំមកចេះហើយបើចំពោះអាកាងសិនផនវាហ្នឹងគឺមានខ្សែរុំហើយវែងចោះមកស្ពុកឡើងនេះទៀតហ្នឹងហើយក៏បងប្អូនអាចឲ្យគេឆ្នៃតពីនេះមកបានដែរហើយចាប់មកជាប់នេះថាវានឹងតែប៉ុណ្្នឹងទៅហើយចាំមើលចូលដល់คลิปមួយទៀតដែលយើងយកកាបូបមកឡហើយដែលយើងចង់ដាក់ function ឯខ្លះជាមួយនឹងកាំងហ្នឹងចាប់អានេះគឺជាកាបូបដាក់ជាមួយកាំងចំហៀងហ្នឹងចំពោះនេះគឺកាបូបកង់ទេប៉ុន្តែយើងយកមកឆ្នៃបើនេះហើយកន្លែងនេះតិចទៅជាដាក់ស្ពក់មួយកាងយើងបានពោះខាងក្រោយនេះរឹងទៅគឺមានប្រដាប់ស្ពក់នៅក្រោមមួយហើយប្រដាប់ស្ពក់មួយកាងពីរមកមួយកាបូបនឹងវត្តព្រុសផងគេដាក់នៅខាងហ្នឹងទៅទឹកទៅជាងអត់អីទេហើយយើងទិញបានក៏សម្រាប់ចិត្តទៅយកវាមកលោដាក់ជាមួយនឹងម៉ូតូណាមួយយើងធ្លាប់ដាក់មួយអាគប់ចាស់នេះផងអានេះប្រកាសជាត្រូវហើយហើយកន្លែងនេះយើងគាត់ទៅលោវាទេ
តែពិតយើងត្រូវប្រហើបកែបបន្តិចដើម្បីដាក់វាដល់ក្នុងនេះហើយពេលដាក់ដល់ក្នុងហើយយើងប្រើកន្លែងបែបធ្ពក់នេះមកធ្ពក់វាបន្តិចទៅដើម្បីកុំឲ្យពេលជីកទៅវាយកខ្លាំងវាមានអានឹងធ្ពក់ពីព្រោះមុខងារផងការហ្នឹងអញ្ចឹងទេពីទូទៅយើងពិចារណាធ្ពក់កាបូបនៅខាងឆ្វេងឲ្យពេលវាលាជាមួយនឹងសមាងកោមដើម្បីកុំឲ្យពេលលោតតុកបងទៅសមាងវាដល់មកបងហើយខាងការខាងនេះយើងអាចនឹងអនាគតទៅយើងអាចនឹងចាប់ជាធុងសាំង3លីត្រ4លីត្រ5លីត្រហ្នឹងអាតូនៗនេះជាហ្នឹងហើយមុខងារបនការហ្នឹងគឺសម្រាប់មួយរបបហ្នឹងទេវាធ្វើកុំឲ្យពេលដែលរបបហ្នឹងវាយកទៅវាប៉ះជាមួយនឹងតួខាងក្នុងវាជួយទប់វាជួយធ្ពក់ប៉ុណ្ណឹងហើយនឹងនៅកូតេយើងអាចនឹងដាក់ទៅដូចនិយាយមកអញ្ចឹងគឺធុងសាំងចន្លោះប្រហែលលីត្រតើទៅមកពួកមួយកែហ្នឹងហើយទាំងអស់គ្នាចប់ហើយនិយាយមកប្រើមកក្នុងវីដេអូហ្នឹងមួយកែដុល្លារកម្ពុជាមួយក៏ដាក់ថែមហ្នឹងកាលហ្នឹងហើយមានន័យទៀតក្នុងវីដេអូនេះក៏យើងចង់បង្ហាញអំពីការដែលយើងតឡើងការនឹងបែបម៉េចហើយយើងដាក់ accessory ខ្លះដែលប្រើប្រាស់ទៅលើការហ្នឹងហើយចាំជួបគ្នានៅវីដេអូក្រោយដែលទាក់ទងនឹងធានបទផ្សេងៗទៀតអរគុណសម្រាប់ការទស្សនាអរគុណជម្រាបលា